Hello ជំរាបសួរដូចជាសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរមានមកបន្តសាច់រឿងហាត់ប្រាំងខ្លាចជាអ្នកខ្លាំងភាគទី11បន្តទៀតហើយសម្រាប់បងប្អូនដែលមិនតបាន Subscribe គឺ Subscribe ឲ្យ Channel Admin ម្នាក់មួយទេបាទដើម្បីជាកម្លាំងចិត្តឲ្យ Admin ធ្វើវីដេអូបន្តទៀតតបើចង់ដល់សាច់រឿងភាគទី11យើងវាល្អមកយ៉ាងណាចូលទៅទស្សនាទាំងអស់គ្នាទៅបាទដែលព្រះអង្គបានសាច់រឿងភាគទី11ដំបងបន្តពីភាគមុនយើងមកឃើញសត្វលេក៏បានរត់ចូលទៅកាន់អាពីអ្នកនេះប៉ែងរប៉ាត់រប៉ាយពីហ្នឹងហើយសត្វលេទាំងអស់នោះក៏បានរត់ចូលទៅកាន់ប្រថលមួយផងដែរដែលវាជាច្រកចេញនោះឯងចំណែកសាច់រឿងរបស់យើងវិញក៏បានកាត់មុននៅខាងក្រៅយើងក៏បានលើសម្លេងអាប៉ែម្នាក់ក៏បាននិយាយថាអាពីអ្នកនៅចូលទៅខាងក្នុងជាយូរណាស់មកហើយអីក៏យូរម្ល៉េះការវិចេញមកដែលអាប៉ែម្នាក់ហ្នឹងក៏មានឈ្មោះថាលូឆាវហើយអាប៉ែនោះអាប៉ែម្នាក់វាក៏បាននិយាយថានៅពេលនេះក៏មានមនុស្សបានចាក់ចេញមកហើយចំណែកអាប៉ែលូឆាវនេះវិញវាក៏បាននិយាយថាត្រឹមត្រូវហើយក៏ប៉ុន្តែមិនមែនជាមនុស្សអីទេគឺជាសត្វលេងឯងនៅពេលនោះសត្វលេងទាំងអស់នោះក៏បានចូលទៅកាន់វេប៉ែងទៅដល់ណាទៅដល់ណៃបាត់ទៅហើយសាររឿងរបស់យើងក៏បានកាត់មកខាងក្នុងនេះវិញពួកអដែរវាក៏បាននិយាយថាសត្វបិសាចទាំងអស់នេះក៏ត្រូវបានសត្វលេងចន់ងាប់ហើយតើសត្វលេងទាំងអស់នោះក៏កើតឡើងមកពីកន្លែងណាហើយវាអាចកើតឡើងដោយរបៀបណាចំណែកលីលៃវិញក៏បានសួរទៅកាន់សិឡុងថាសិឡុងតើឯងប្រាប់យើងឲ្យត្រង់មើលអាចកំបាំងរបស់ស៊ូឈិនគឺជាអ្នកកោហៅមែនឬទេដែលគឺជាសមននៅនេះឯងចំណែកឯសិឡុងវិញក៏បានតបទៅកាន់លីលៃវិញថាគាត់គឺមិនដឹងនោះទេហើយក៏មិនយល់ផងដែរដោយស៊ូឆាន់ក៏មានអាចកំបាំងច្រើនណាស់ហើយក៏បានបង្កើតអភូតហេតុជាបន្តហើយចំណែកអាប៉ែវៃវិញវាក៏បាននិយាយទៅឆ្ងល់ថាតើសត្វលេទាំងអស់នេះត្រូវបានកោះហៅដោយស៊ូឆាន់មែនទេក៏ប៉ុន្តែវាមិនអាចនោះទេហើយតែអ្នកណាគេជាអ្នកកោះហៅសត្វលេទាំងអស់នេះទៅហើយចំណែកអាស៊ូឆាន់វិញក៏បានដើរមករកប្រអប់មួយដែលក្នុងប្រអប់នោះក៏មានកូនសោមួយហើយកូនសោនោះក៏បានបញ្ចេញធម្មពលពណ៌មាសបាញ់ចូលទៅក្នុងខ្លួនតើឯប្រុសរបស់យើងក៏ប៉ុន្តែវាគ្មានប្រតិកម្មអ្វីទៅកាន់តើឯប្រុសរបស់យើងនោះឡើយចំណែកកញ្ញាលីសងយ៉ាវិញក៏បានដើរសម្ដៅទៅកាន់សាកសពម្ចាស់សត្រីពីងពីងហើយនឹងក៏បាននិយាយថាម្ចាស់សត្រីពីងពីងគឺជាបិសាចដ៏មានអធិពលមួយក៏ប៉ុន្តែនាងក៏បានស្លាប់ដោយសត្វលេរប៉ុនក្បាលក៏បានជន់ឆ្លីទៅកាន់នាងហើយសាររឿងរបស់យើងក៏បានកាត់មកអាប៉ែលូឆាវនេះវិញមកទៅវាក៏ពិតជាទរនទរេខ្លាំងមែនតើហើយវាក៏បានស្រែកថាតើមានរឿងអ្វីកើតឡើងហើយវាក៏មានសត្វលេច្រើនម្ល៉េះចំណែកអាប៉អដាញ់អស់នេះវិញវាក៏បាននិយាយថាកាលពីមុនវាបានគិតថាវាក៏បានស្លាប់បាត់ទៅហើយក៏ប៉ុន្តែឥឡូវនេះស៊ូឆាន់បានជួយសង្គ្រោះជីវិតរបស់ពួកវាដោយស៊ូឆាន់ក៏បានកោះហៅសត្វលេដែលធម្មពលរបស់គាត់ហើយដល់ពេលនោះប៉អដាញ់ទាំង3នាក់នេះវាក៏បាននិយាយថាពួកវានឹងកត់ចំណាំអក្ខរាវិរុទ្ធនៃធម្មពលរបស់ស៊ូឆាន់ដែលអក្ខរាវិរុទ្ធនោះគឺជាពាក្យសម្ដីរបស់ស៊ូឆាន់ដែលបាននិយាយមុនពេលបាក់ទ្វេនោះឯងហើយប៉អដាញ់ហ្នឹងវាក៏បានរៀនតាមស៊ូឆាន់ហើយវាក៏បានសោតថាអាលីលីងសៀវគឺជាមនុស្សល្ងងចំណែកអាវ៉ៃបៃហុយវិញគឺជាកូនខ្លាមនុស្សល្ងងទាំងពីរផ្ដល់កម្លាំងឲ្យខ្ញុំហើយក៏ពិតជាតប៉ែខ្លាំងមែនតើហើយធ្វើឲ្យអាពេលនេះក៏ពិតជាកាំងខ្លាំងមែនតើមើលតែមកពួកវាទៅក៏ដឹងដែរបាទហើយដល់ពេលនោះអាលីលីងសៀវវាក៏បានគិតក្នុងចិត្តថាស៊ូឆាន់គឺមិនមែនជាមនុស្សធម្មតានោះទេក៏បានលាក់អំពីអាចកំបាំងរបស់គាត់ចំណែកអាលីងសៀវវិញវាក៏បាននិយាយថាវាមិនអាចនោះទេដែលស៊ូឆាន់ក៏អាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានហេអាគេជួយឲ្យនិយាយច្រើនទេអាពងក្តោហើយដល់ពេលនោះអាប៉ែវ៉ៃវាក៏បានធ្វើដំណើរចាក់ចេញទៅហើយចំណែកសត្វបិសាចវិញក៏បានរត់ចិត្តមកដល់ពួកអ្នកទាំងអស់គ្នាផងដែរទោះឲ្យអ្នកទាំងអស់គ្នានោះក៏ពិតជាភ័យខ្លាំងមែនតើក៏បាននាំគ្នារត់ចូលទៅកាន់ផលថលបាត់ទៅក៏ប៉ុន្តែកាត់មកមើលខាងនេះវិញយប៉ែលោកក៏បានប្រើម៉ាជីករបស់ខ្លួនដើម្បីបង្កើតជាខ្សាច់ហើយទៅចាប់ចែរបស់អាប៉ែសៀហាយដើម្បីឲ្យបិសាចសម្លាប់អាប៉ែនោះហើយដល់ពេលនោះអាប៉ែសៀហាយក៏បានទៅបាក់លុយបាត់ទៅហើយអ្នកម្នាក់នោះក៏បាននិយាយថាសងសឹកបានសម្រេចហើយនេះក៏បានកោសវេនៅលើសភៅក្បាលឆ្កែរបស់នាងហើយនៅលើនោះក៏មានឈ្មោះអាប៉ែសៀវហ៊ូផងដែរហើយយើងគឺមិនដឹងថាកំណត់របស់នាងគឺចង់ធ្វើអ្វីទៀតនោះទេមិនតែចាំមើលបន្តទៀតទៅហើយដល់ពេលនោះតើប្រុសរបស់យើងក៏បានជឿក្បាលម្ដងទៀតហើយក៏ប្រហែលជាឡើងកម្រិតទៅកម្រិតផ្កាយ3ហើយដល់ពេលនោះសឡងជាមួយនឹងអាប៉ែឡៃក៏បានមកកន្លែងតើប្រុសរបស់យើងហើយក៏បានសួរទៅកាន់គាត់ថាតើគាត់កើតអ្វីហើយចំណែកតួឯប្រុសរបស់យើងវិញក៏បានតបទៅកាន់ពួកគេវិញថាក៏ប្រហែលជាឡើងទៅកាន់កម្រិតផ្កាយ3ហើយនៅពេលនេះដែលធ្វើឲ្យអ្នកទាំងពីរក៏ពិតជា surprise ខ្លាំងមែនតើហើយពួកគេក៏បានលើកមេដាយឲ្យតួឯប្រុសរបស់យើងជាមួយនឹងការសរសើរផងដែរហើយសាររបស់យើងក៏បានកាត់មកលោកគ្រូអ្នកវិញក៏បានសុតស្វែងខ្លាំងមែនតើដើម្បីជួយសង្គ្រោះទៅកាន់សិស្សគ្រប់គ្នាដែលគ្រូគ្រប់គ្នាមិនបានដឹងថាសិស្សទាំងអស់គ្នានោះក៏បានចាក់ចែងមកទេហើយអ្នកគ្រូលោកគ្រូក៏បានរកវិធីគ្រប់បែបយ៉ាងដើម្បីបំបីរបាំងការពារហើយនៅពេលនោះពួកគាត់នឹងចូលទៅខាងក្នុងដើម្បីជួយសង្គ្រោះសិស្សគ្រប់គ្នាហើយប៉ែនោះក៏បាននិយាយថាវារងចាំរយៈពេល1ម៉ោងទៀតទើបយើងអាចជួយសង្គ្រោះសិស្សគ្រប់គ្នាបានក៏ប៉ុន្តែលោកគ្រូអារបស់យើងក៏បាននិយាយថាគឺយើងមិនអាចរងចាំដល់1ម៉ោងទៀតបាននោះទេព្រោះថាចាំដល់1ម៉ោងទៀតសិស្សគ្រប់គ្នានឹងស្លាប់អស់ហើយដូច្នេះហើយយើងត្រូវតែបំបីកម្លាំងការពារនៅដល់កម្លាំងរបស់យើងចំណែកលោកគ្រូម្នាក់ទៀតដែលមានភ្លេចឈ្មោះគាត់បាត់ទៅហើយក៏បាននិយាយថាវាគ្មានប្រយោជន៍នោះទេដែលកម្លាំងផ្កាយ4របស់យើងគឺមិនអាចធ្វើអ្វីបាននោះឡើយទោះយើងប្រឹងអស់ពីសមត្ថភាពក៏ដោយហើយក៏បាននិយាយទៀតថាកូនរបស់គាត់
ក៏នៅក្នុងនោះដែរដូច្នេះហើយគាត់គឺពិបាកចិត្តជាងគេយកតែម្ដងចំណែកលោកគ្រូអានរបស់យើងវិញគាត់ក៏បានខឹងខ្លាំងមែនតើហើយគាត់ក៏បាននិយាយថាបើអ្នកទាំងអស់គ្នាមិនទៅនោះទេគាត់នឹងទៅដោយខ្លួនឯងហើយគាត់ក៏បានធ្វើដំណើរចាក់ចេញដែរហើយនៅពេលនោះតារាងបន្ទុសិស្សក៏បានលោតមកវិញដោយឈ្មោះតួឯកប្រុសរបស់យើងក៏នៅលើកេះហើយបន្ទុរបស់គាត់មានរហូតដល់1388ឯណោះដែលធ្វើឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាក៏ពិតជាភ្ញាក់ផ្អើលនឹងបន្ទុរបស់តួឯកប្រុសរបស់យើងខ្លាំងមែនតើដោយសារតែបន្ទុរបស់គាត់គឺលើពី1000បន្ទុដែលវាមិនមែនត្រឹមតែអាចបំបែកកំណត់ត្រានៅក្នុងសាលាទាំង3របស់យើងនោះទេក៏ប៉ុន្តែវាគឺបំបែកកំណត់ត្រាពិភពលោកទាំងមូលតែម្ដងដែលបន្ទុនេះលើពីសិស្សដែលមានទេពកោសល្យបំផុតនៅសាលា Imperial Junior ដែលគេនោះគឺមានឈ្មោះថា Yumu Raijin ហើយបន្ទុរបស់គេគឺមានត្រឹមតែ980តែប៉ុណ្ណោះនៅពេលនោះលោកគ្រូអានក៏កត់ឆ្ងល់ផងដែរហើយក៏បានគិតថាតើបណ្ឌិតសភាទី2របស់គាត់គឺពិតជាអាចផលិតបិសាចម្នាក់មែនដែរឬទេអាចប្រៀបធៀបជាមួយនឹងសាលាធំបានហើយដល់ពេលនោះអ្នកគ្រូក៏បានសួរទៅកាន់លោកគ្រូអានថាបន្ទុរបស់ស៊ូឆិនគឺខ្ពស់ណាស់តើស៊ូឆិនក៏មានកម្លាំងអ្វីហើយកម្លាំងធាតុរបស់គាត់គឺជាអ្វីដែរចំណែកលោកគ្រូអានក៏បានតបទៅវិញថាស៊ូឆិនគឺគ្មានកម្លាំងអ្វីនោះទេហើយក៏មិនមានវេទមន្តអីផងដែរហើយអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់មួយដែលបែកខ្លាំងជាងគេដែលមានបន្ទុ908ហ្នឹងដែលមានរហស្សនេយមួយទៀតថាសដែលគេហៅថាសហ្នឹងឯងហើយមួយទៀតគេហៅថាព្រះផ្គរលន់ហើយដល់ពេលនោះលោកគ្រូម្នាក់នោះក៏បាននិយាយទៅកាន់លោកគ្រូអានថាលោកគ្រូអានតើអ្នកឯងកំពុងតែគិតអ្វីវាក៏ពិតជាគួរឲ្យអស់សំណើចខ្លាំងមែនទែនដែលអ្នកឯងក៏បានឲ្យមនុស្សដែលគ្មានធម៌ពលវេទមន្តអ្វីតទៅសោះទៅព្រាតជាមួយនឹងសដែលវាធ្វើឲ្យបាក់មុខជាមួយនឹងព្រះផ្គរលន់ជាខ្លាំងហើយនៅពេលនោះអប៉ែម្នាក់នោះក៏បានរត់មកប្រាប់អ្នកទាំង3ថាដំណឹងល្អដែលសិស្សគ្រប់គ្នាក៏បានធ្វើដំណើរចាក់ចែងតាមអរិយវេទមន្តផថលមកហើយនៅពេលនោះអ្នកគ្រូលោកគ្រូទាំង3អ្នកក៏បាននិយាយថាស្អីគេនិយាយម្ដងទៀតមើលហើយប៉ែហ្នឹងក៏បានតបទៅវិញម្ដងទៀតថាវាពិតមែនហើយសិស្សទាំងអស់គ្នាក៏បានចាក់ចែងមកហើយក៏បានឃើញតែផ្ទាល់ភ្នែករបស់គាត់ហើយសាច់រឿងរបស់យើងក៏បានកាត់មកអ្នកទាំងអស់គ្នានេះវិញដែលជាសិស្សសាលាដែលពួកគេក៏បានធ្វើដំណើរចាក់ចែងមកម្ដងមួយក្រុមហើយនៅពេលនោះក៏មានសម្លេង system មួយក៏បាននិយាយទៅកាន់ពួកគេទាំងអស់គ្នាថាពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរចាក់ចែងមកហើយបន្ទុកក៏បានចាប់ផ្ដើមរាប់បញ្ចូលផងដែរដោយបន្ទុកចំណាត់ថ្នាក់ S គឺទទួលបានជាមួយនឹងរបស់នេះហើយរបស់នោះអញ្ចឹងទៅតាមដំណាក់របស់វាចំណែកលោកគ្រូអ្នកគ្រូទាំង3នាក់នៅពេលនោះក៏បានដើរសម្ដែងមកកាន់សិស្សទាំងអស់គ្នាហើយពួកគាត់ក៏បាននិយាយថាវាគឺល្អខ្លាំងណាស់ដែលមានសិស្សជាច្រើននៅមានជីវិតហើយអ្នកគ្រូក៏បានបន្តទៀតថាគាត់គឺមិនបានដឹងថាអ្នកណាគេជាអ្នកជួយសង្គ្រោះជីវិតរបស់អ្នករាល់គ្នានោះទេគឺវាប្រហែលជាលីសងយ៉ានហើយដោយសារតែលីសងយ៉ានគឺមានធម៌ពលខ្លាំងជាងគេហើយសមត្ថភាពរបស់នាងគឺលេខ1តែម្ដងដូច្នេះហើយនាងគឺអាចបង្កើតអភូតហេតុបានចំណែកលោកគ្រូមួយនេះវិញក៏បាននិយាយថាមិនត្រូវវិជាសៀវហ៊ូរបស់ខ្ញុំក៏ព្រោះថាសមត្ថភាពរបស់គេក៏មិនធម្មតានោះដែរហើយដល់ពេលនោះលោកគ្រូអានក៏បាននិយាយថាតើវាអាចទេថាអ្នកជួយសង្គ្រោះជីវិតអ្នកទាំងអស់គ្នានោះគឺជាស៊ូឆិនរបស់ខ្ញុំហើយដល់ពេលនោះលោកគ្រូម្នាក់នោះក៏បាននិយាយថាទេវាមិនអាចទៅរួចនោះទេហើយក៏បាននិយាយទៅកាន់លោកគ្រូអានទៀតថាលោកគ្រូអានជប់គិតពីវាទៅក៏ព្រោះថាស៊ូឆិនគឺគ្មានធម៌ពលវេទមន្តអ្វីនោះទេដូច្នេះវាមិនអាចកើតឡើងបាននោះឡើយហើយដល់ពេលនោះលីសងយ៉ាននាងក៏បាននិយាយថាអ្នកដែលបានជួយសង្គ្រោះជីវិតអ្នកទាំងអស់គ្នាគឺមិនមែនជានាងនោះទេមិនមែនជានាងទេចុះជាណាគេវិញចំណែកលោកគ្រូម្នាក់នេះវិញក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើក៏គិតថាវាគឺជាសៀវហ៊ូក៏ប៉ុន្តែនៅពេលនោះសៀវហ៊ូក៏បានតបទៅកាន់លោកគ្រូថាព្រឹត្តបរោះខ្ញុំគឺមិនបានធ្វើអ្វីនោះទេអញ្ចឹងឲ្យបានធ្វើអ្វីខ្លះនិយាយមកគឺខ្ញុំបានធ្វើអ្វីនោះទេឪពុកចិញ្ចឹមរបស់ខ្ញុំគឺជាអ្នកធ្វើវាទាំងអស់ស្អីគេហើយកំពុងលេងសើចមែនទីមកកំភ្លៀងហើយនៅពេលនោះលីសងយ៉ានក៏បានបកស្រាយថាម្នាក់នោះគឺជាស៊ូឆិនដែលជាអ្នកដោះស្រាយបញ្ហាទាំងអស់នេះហើយនឹងបានជួយសង្គ្រោះអ្នកទាំងអស់គ្នាហើយសាច់រឿងរបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូសម្រាប់រឿងរបស់Adminតាំងពីដើមរហូតដល់ចប់ហើយAdminគឺពិតជាអធិស្ឋានខ្លាំងមែនតើក្នុងការចេញរឿងយឺតយ៉ាវនេះឯងដោយសារតែវាគឺមិនមែនជាការងាររបស់Adminកូននោះទេការងារនេះគឺមានចំណូលចូលនោះឡើយអូខេជម្រាបលាបងប្អូនយើងគឺជួបគ្នានៅវីដេអូក្រោយនៅថ្ងៃស្អែកម៉ោងដដែលហើយកុំភ្លេច Sub ឲ្យAdminម្នាក់មួយផងបាទAdminក៏អរគុណគ្នាយើងទុកជាមុនអូខេគ្នា Bye bye yeah see you tomorrow